ប្រទេសយើងធ្លាប់បាត់បង់ផ្ទៃដីម្ដងរួចហើយណាបងប្អូនមិនមែនជារឿងធម្មតាទេប្រទេសខ្មែរយើងត្រូវបានបាត់ពីផែនទីពិភពលោកម្ដងរួចហើយបងប្អូនសិក្សាសម័យចុងលង្វែកដើមឧដុង្គនិងសម័យឧដុង្គទៅផ្ទៃដីប្រទេសខ្មែរយើងគឺអត់មានទេគឺមានតែជនជាតិខាងកើតនិងជនជាតិខាងលិចទេគឺគ្មានទេបាត់បង់ប្រទេសអស់ហើយទើបយើងរត់ទៅពឹងបារាំងហ្នឹងរត់ទៅពឹងបារាំងចូលមកជួយមកដាក់ប្រាវទៅបានយើងរស់ឡើងវិញបានប៉ុណ្ណឹងអាហ្នឹងយើងចាត់ទុកថាអរគុណបារាំងហើយដែលគេចូលមកជួយយើងប៉ុន្តែគេចូលជួយយើងហ្នឹងគេដាក់អាណានិគមលើយើង90ឆ្នាំដែរយើងវេទនាយ៉ាងក្រៃលែងផងដែរវាមិនមែនជារឿងល្អប្រមាណទេសរុបសេចក្តីមកឆ្លើយតបទៅខមមិនរបស់បងគឺជាការពិតណាស់បងនៅពេលដែលយើងចាញ់គេនឹងយកយើងទៅធ្វើជាទាសករហើយសំបីអ្នកប្រាជ្ញក៏គេដោតស្លឹកទៅជាដែរគេមិនស្គាល់ថាអ្នកឯងជាអ្នកប្រាជ្ញជាសាស្ត្រាចារ្យស្អីទេសាស្ត្រាចារ្យក្នុងជាតិសាសន៍យើងប៉ុន្តែចូលទៅក្នុងជាតិសាសន៍គេត្រូវតែធ្វើជាទាសករគេហើយដូចគ្នាដែរទាំងពុទ្ធចក្រទាំងអនាចក្រទាំងធម្មចក្រគឺត្រូវការឈ្នះបើមិនឈ្នះទេគឺវេទនានឹងបាត់បង់ហើយដោយដែលខ្ញុំឧទាហរណ៍ខាងលើអញ្ចឹងព្រះពុទ្ធសាសនាឈ្នះទៅព្រះពុទ្ធសាសនាមាននៅក្នុងស្រុកខ្មែរយើងបើព្រះពុទ្ធសាសនាចាញ់គឺចប់បើខ្មែរយើងចាញ់ប្រទេសយើងបាត់បង់អស់ហើយដល់តែយើងឈ្នះតើបានយើងបង្កើតបានមកប្រទេសប៉ុណ្ណឹងវិញដូច្នេះហើយបទពិសោធន៍នៃប្រវត្តិសាស្ត្រគឺវាសំខាន់ខ្លាំងណាស់សម្រាប់ឲ្យយើងសិក្សាស្រាវជ្រាវរៀនសូត្រទុកជាចំណេះដឹងសម្រាប់យើងការពារខ្លួននាពេលនេះនិងពេលអនាគត